ជំរាបសួរលោកគ្រូនិងសួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំធ្វើការទីបូកពាក់ព័ន្ធvớiជាដែលលោកគ្រូបានដាក់ឲ្យដែលធ្វើពី data warehouse និងយើងវា report ដែលទាញ data ចេញពី data warehouse របស់យើងដែលទៅតាម architecture ដែលលោកគ្រូបានផ្ដល់ឲ្យគឺមាន data source មួយហើយនឹងយើង transform វាទៅ service ដែលគេហៅថា ASIS ធ្វើ load ការ extract data load data ចូលទៅកាន់ data warehouse របស់យើងបន្ទាប់មកយើងវា report ដែលទាញ data ចេញពី data warehouse របស់យើងអញ្ចឹងខ្ញុំ overview ពាក់ព័ន្ធអ្វីដែលខ្ញុំបានធ្វើរួចនេះគឺពាក់ព័ន្ធទី1គឺ system architecture ដែលខ្ញុំមាន2 data មួយជា data warehouse និង data មួយទៀតជា data transaction របស់ user គាត់ insert ចូលអញ្ចឹងពាក់ព័ន្ធមួយ CLDB នេះគឺជា live transaction ដែល user គាត់ insert ចូលហើយយើង store នៅ data មួយហ្នឹងតោះមកយើងមាន data មួយទៀតជា data warehouse ដែល store បន្ទាប់ពី ASIS ធ្វើការ load ឬ transform ហើយអូខេនេះជា workflow ମାନେអាចចេញពី CLDB ចូលទៅកាន់ ASIS និងចូល insert ចូលទៅកាន់ CLDW ហើយនឹងចុងក្រោយគឺយើង deploy យើង BRG report ហើយយើង deploy report របស់យើងទៅកាន់ application មួយឈ្មោះថា ASOS ហើយពាក់ព័ន្ធមួយ ASIS និង ASOS គឺជាខ្ញុំបានលើកយកមកប្រើគឺជា service របស់ Microsoft ទាំងអស់អញ្ចឹងទី2ពាក់ព័ន្ធជាមួយនឹង process របស់ ASIS ដែលខ្ញុំបានវាជា package ដែលក្នុងហ្នឹងមាន3 component control flow data flow task និងចុងក្រោយគឺ lookup ហើយទី3ពាក់ព័ន្ធជាមួយ report ខ្ញុំ overview ពាក់ព័ន្ធមាន3 report ដែលលោកគ្រូបានដាក់ឲ្យតែ report ទី1ពាក់ព័ន្ធជាមួយ daily sale detail ដែលយើងអាច filter បាន date by date rank ហើយជាមួយនឹង report ទី2ពាក់ព័ន្ធមួយ customer sale summary យើងអាច specific យើង filter អាច specific ទៅតាម customer ហើយនឹង report ទី3ពាក់ព័ន្ធមួយ sale product summary by customer យើងអាច filter ទៅតាម customer ឬក៏ filter ទៅតាម product អញ្ចឹងសម្រាប់ចំណុចចុងក្រោយគឺខ្ញុំ deploy 3 report ហ្នឹងទៅកាន់ ASIS server ដែលវាអាចឲ្យយើង access ទៅមើល report នឹងបានហើយនឹងយើងអាចជា export ជា PDF ឬក៏ Excel ហើយ data ហ្នឹងវានឹង live refresh ចេញពី data warehouse របស់យើងអញ្ចឹងខ្ញុំចូលទៅកាន់ SQL ដើម្បីសូថាអ្វីដែលខ្ញុំបានធ្វើអញ្ចឹងពាក់ព័ន្ធជាមួយនឹង DB គឺទី1ខ្ញុំ create ទៅតាម table ទៅតាមអ្វីដែលគូផ្ដល់ឲ្យទៅតាម Excel list មួយនេះអូខេដែលមាន5 table សម្រាប់cell DB បន្ទាប់មកសម្រាប់ cell DW គឺវាមានតែ4 table ទេគឺយើងខាត់គឺ cell master ជាមួយ cell detail ចូលគ្នាដើម្បីធ្វើជា data warehouse របស់យើងអូខេអញ្ចឹងខ្ញុំនឹងសូមការ insert ហើយនឹង process របស់ ASIS អញ្ចឹងខ្ញុំសូម process សិននេះជា process របស់ ASIS ដែលខ្ញុំបានវាលមកហើយវាជា package នេះជា package ដែលខ្ញុំដាក់ឈ្មោះវាថា load cell DW នេះហើយ process ទី1គឺខ្ញុំ delete transaction ទាំងអស់នៅក្នុង table ចោលសិនហើយចូល process ទី2ពាក់ព័ន្ធជាមួយខ្ញុំ load data ចេញពី customer ខ្ញុំធ្វើការ look up វានេះមាន process តូចៗទៀតគេហៅថា data flow ហើយ3នេះគឺធ្វើការដូចគ្នាតែគ្រាន់តែទៅលើ table ផ្សេងគ្នាជាចុងក្រោយបានយើងយក data ហ្នឹង insert ទៅក្នុងcell fact ដែលនៅក្នុងជា table នៅក្នុង cell DW អូខេអានេះមានការ mapping ជាច្រើននៅក្នុងនេះអញ្ចឹងយើង load data មកវាបានជា column ហើយបានជាអីហើយបន្ទាប់មកបានយើង map វាជាមួយនឹង table ដែលយើង insert ចូលនេះជា structure យើង map មិនអីមិនអូខេអ
ចឹងខ្ញុំ overview តិចទេចឹងខ្ញុំនឹងសូពាក់ព័ន្ធមួយការ insert របស់យើងចឹងយើងបានឃើញហើយថាអានេះវាអត់មាន data ទេ blank ទាំងអស់ពាក់ព័ន្ធជាមួយនឹង cell D B និង cell D W វា blank អស់ចឹងខ្ញុំ insert data ចូលចឹងទី1ខ្ញុំ insert master ពាក់ព័ន្ធមួយនឹង supplier customer និង product អូខេចឹងវា affect 4 row បន្ទាប់មកខ្ញុំ insert data របស់យើង data cell របស់យើងអូខេដែលមាន4 row អូខេចឹងវា affect សម្រាប់ master របស់យើងចូល3 row និងសម្រាប់ detail របស់យើងចូល4 row អញ្ចឹងខ្ញុំសាកទៅ select មើលវាសិនអញ្ចឹងខ្ញុំ select មើល DW អត់មានទេណាអញ្ចឹងខ្ញុំចូលទៅកាន់ cell DB របស់យើងវាមាន data ចូលហើយអូខេចូលហើយអញ្ចឹងវាមាន cell detail នេះខ្ញុំ select វាតែមួយបានហើយសួរមើលអញ្ចឹងផ្សេងចូលអស់ហើយអញ្ចឹងវាមាន4 row អញ្ចឹងខ្ញុំនឹងធ្វើការrun package របស់យើងដើម្បី extract និង transform data ចូលទៅកាន់ cell DW database អូខេខ្ញុំ execute ហើយសម្រាប់package ហ្នឹងយើងអាច set ជា schedule job ដើម្បីវា run auto ខ្លួនវាយើងចង់ set ម៉ោងម៉ានឬក៏យើងចង់ដាក់ប្រមាណនាទីម្ដងអាហ្នឹងទៅលើ environment របស់យើងឬក៏ business process business type របស់យើងដែលយើងចង់បាន run report អូខេវានឹង show dashboard ថា success មិន success អូខេឥឡូវ success ទាំងអស់អញ្ចឹងខ្ញុំនឹងទៅ select មើល cell DW អូខេអញ្ចឹងវាមាន data load មកហើយអូខេអញ្ចឹងសម្រាប់ master គឺមាន3 table customer supplier និង product ហើយនឹង table មួយទៀតគឺឈ្មោះ cell fact ដែលខ្ញុំ store master cell master និង cell detail ចូលគ្នាដើម្បីយើងធ្វើជា report អូខេអញ្ចឹងនេះខ្ញុំ insert អញ្ចឹងខ្ញុំ insert time 1 row ទៀតឥឡូវមានតែ4 row ទេខ្ញុំ insert time master 1 row និង detail 2 row ទៀតអញ្ចឹងវាស្មើ detail 6 row អូខេអញ្ចឹងពេលដែលខ្ញុំ insert ភ្លាមហ្នឹងវាអត់តន់ចូលឲ្យតើយើង run តើយើងទៅ run package សិនអញ្ចឹង execute package ម្ដងទៀតមកអូខេនឹងវានឹង show dashboard មួយទៀតអូខេ success អស់ហើយខ្ញុំបិទវាចោលសិនតោះមកខ្ញុំ run ម្ដងទៀតអញ្ចឹងយើងនឹងឃើញថាវាបាន6 row អូខេអញ្ចឹងសម្រាប់នេះខ្ញុំសូមបញ្ចប់ពាក់ព័ន្ធជាមួយនឹងយើងធ្វើការ ELT extract transform load data ចេញពី data source របស់យើងទៅកាន់ data warehouse របស់យើងអញ្ចឹងចូលទៅកាន់ report វិញពាក់ព័ន្ធមួយ report ខ្ញុំបាន build 3ទៅតាមអ្វីដែលលោកគ្រូបានទៅឲ្យអញ្ចឹងសម្រាប់ report ទី1ពាក់ព័ន្ធជាមួយនឹង daily sale នេះបាន design ហើយនឹង report ទី2ពាក់ព័ន្ធជាមួយនឹង sales summary by customer យើង filter បានហើយនឹង report ទី3ពាក់ព័ន្ធជាមួយនឹង sales product summary by customer អូខេដែលវាមាន field មួយចំនួនទៅតាម requirement list របស់លោកគ្រូបានដាក់ឲ្យនេះអូខេអញ្ចឹងខ្ញុំបាន build ហើយខ្ញុំបាន deploy report ទាំងអស់ហ្នឹងចូលទៅកាន់ SS server ហើយនេះជា application របស់ SS server ហើយយើង access បានតាម URL នេះអញ្ចឹងខ្ញុំបាន deploy វាហើយវាមាន data source យើងសូម data source ទៅនៅក្នុង data source របស់យើងនេះយើងទាញ data ចេញពី cell DW ដែលយើងបានធ្វើ ELT ហើយអូខេអញ្ចឹងខ្ញុំចូលទៅកាន់នេះជា folder របស់ report របស់យើងដែលយើង build នៅក្នុងនេះយើងដាក់ឈ្មោះអីវានឹងពេលយើង deploy ទៅដាក់ឈ្មោះដូចគ្នាយ៉ាងឯងអញ្ចឹងខ្ញុំចូលទៅ view report ទៅសម្រាប់ report ទី1ពាក់ព័ន្ធមួយ cell daily sale អូខេអញ្ចឹងចូលមកវាអត់ទាន់ទេអញ្ចឹងខ្ញុំទៅមើល date សិនហើយខ្ញុំបាន insert អញ្ចឹងវាមានចាប់ពីថ្ងៃ10ដល់ថ្ងៃ21អញ្ចឹងខ្ញុំសារ filter ថ្ងៃ10ថ្ងៃ10ដល់ថ្ងៃ10តើវាចេញ data ប្រមាណ row អូខេវាចេញ2 row ដោយអ្វីដែលយើងបាន insert អញ្ចឹងហើយនេះជា data detail អូខេអញ្ចឹងខ្ញុំសាក filter មួយទៀតតើវាចេញប៉ុន្មាន row បើសិនជាខ្ញុំដាក់ដល់ថ្ងៃ14
dân bị ngày 10 ដល់ngày 14 ok dân bị chênh 4 rổទៅតាមអ្វីដែលជាក់ស្ដែងយើងអាច query មើលនេះពីថ្ងៃ10មាន 4 រោត្រូវហើយអញ្ចឹងខ្ញុំសារ filter ថ្ងៃ21សាក់មើលទេថ្ងៃហ្នឹងផ្ទាល់អូខេអញ្ចឹងវាចេញ2រោដែលយើង insert ក្រោយគេហ្នឹង2រោអញ្ចឹងពាក់ព័ន្ធមួយ data ផ្សេងដែលលោកគ្រូបានជា requirement ដូចជាមាន discount ជាមាន round up ផ្សេងគឺមាននៅក្នុងហ្នឹងអស់ហើយអូខេអញ្ចឹងខ្ញុំចូលទៅកាន់ report ទី2គឺ summary by customer អញ្ចឹងពេលដែលចូលមកដល់ភ្លាមគឺខ្ញុំ report ហ្នឹងគឺវា run ទាំងអស់អញ្ចឹងយើងអាចវាទៅ by customer បានអញ្ចឹង customer នេះមាន2 transaction customer នេះមានមួយ line ទេអូខេចុងក្រោយមានតែមួយ line ដូចគ្នាអូខេអញ្ចឹង report ចុងក្រោយពាក់ព័ន្ធមួយយើង filter អាច filter បានតាមcustomer និង product អញ្ចឹងខ្ញុំសូទាំងអស់មានខ្ញុំបាន group by customer ID ដែល customer ទី1មាន2 line customer ទី2មានតែ1 line ទេហើយ customer នេះក៏មានតែ1 line ដែរសម្រាប់ចុងក្រោយគឺមាន2 line អញ្ចឹងវាមានដូចជា sub total អញ្ចឹង total របស់ user មួយនេះ customer មួយនេះអស់ប្រមាណអីមែនអញ្ចឹង customer មួយអស់ប្រមាណអីមែនហើយចុងក្រោយយើង total ចូលគ្នាអញ្ចឹងអាច filter customer មួយទៅអញ្ចឹង customer មួយនេះយើងឃើញជាក់ស្ដែងហើយពេលយើង filter គាត់យើងយក product វានឹងចេញអស់ប៉ុន្តែបើយើងឧទាហរណ៍យើងយកតែ ABC ទេ ABC វាចេញតែ ABC មួយទេអញ្ចឹងអាច filter បានទៅតាមអ្វីដែលយើងចង់បានអូខេយើងឧទាហរណ៍ថា user customer ចុងក្រោយចឹងអញ្ចឹងយើងគាត់មានតែមួយទេអូខេអញ្ចឹងខ្ញុំសូមបញ្ចប់ការ demo របស់ខ្ញុំតែមានតែប៉ុណ្ណឹងអរគុណអ្នកទាំងអស់គ្នាដែលបានចំណាយពេលក្នុងការមើល